ហើយកាន់តែពិសេសគឺសម្រាប់បងប្អូនដែលចង់បាន speaker សម្រាប់ដាក់បែបប្រជុំបាទនិយាយដោយសិក្ខាសាលានៅក្នុងបន្ទប់ឬមួយក៏ងាយចល័តដាក់ទៅខាងក្រៅបាទគឺត្រូវតែម្ដងបាទបាទសូមអ្នកនរគ្នាមកស្វាគមន៍មកកាន់ Nano Sound Olympic បាទក៏ដូចជា Taylor Channel វីដេអូនេះគឺខ្ញុំចង់ផ្ដល់ជាដំណឹងដល់បងប្អូនអ្នកគ្នាបាទបញ្ជាក់ពី spec ក៏ដូចជាបញ្ជាក់ពីតម្រូវការផងដែរបាទសម្រាប់ JBL Leon 208P គឺយើងចូល stock វិញហើយបាទហើយជាបងប្អូនមួយចំនួនគឺដឹងស្រេចហើយបាទ JBL Leon 208P នេះគឺដាច់ stock មួយរយៈពេលធំបាទយូរដែរហើយឥឡូវគឺមក stock វិញហើយបាទហើយចំពោះតម្លៃគឺមានការ update តិចតួចបាទពីមុនគឺតម្លៃ770ហើយឥឡូវគឺតម្លៃរៀងខ្ពស់ជាងតិចតួចបងបាទតម្លៃ$799អូខេអញ្ចឹងសម្រាប់ Eon 208P នេះគឺវាមាន high 2ចេះបងបាទមាន high 2ហើយវាមាន amplifier មួយបងបាទដែលមាន8 channel input ដែលយើងអាច input បានបងអូខេអញ្ចឹងនៅលើ channel ដូចជា channel ទី1 channel ទី2 channel ទី3 channel ទី4គឺយើងអាចស្រេកបានច្រើនបងបាទចឹងបើសិនបងប្អូនប្រើមួយ microphone បងប្អូនប្រើមួយ guitar គឺយើងអាចស្រេកបានបាទដូចជាសលេង treble សលេង bass សលេង reverb អីគឺយើងអាចស្រេកបានអូខេហើយចំពោះកម្លាំងបងប្អូនបាទសម្រាប់ Eon 208P នេះគឺកម្លាំង300 វ៉ាត់បាទកម្លាំង300 វ៉ាត់អញ្ចឹងវាមកល្មមដែរសម្រាប់បងប្អូនយកទៅប្រើប្រាស់បែបជាលក្ខណៈគ្រួសារបាទបងប្អូនត្រូវការបែបស្ដាប់ច្រៀងលេងអីចឹងណាក៏ប៉ុន្តែបើសិនជាច្រៀងវាអត់សូវជាធូរហ្មងទេបងប្អូនបាទសម្រាប់បងដែលគាត់ចេះច្រៀងគឺច្រៀងទៅព្រោះតែបើសិនបងប្អូនអត់សូវចេះច្រៀងជាងនឹងរាំងតាំងតិចដោយសារតែវាបែប reverb ឯងអូខេអញ្ចឹងបើសិនបងប្អូនទិញ microphone ដែលមាន echo built-in ស្រេចគឺយើងអាចស្រេ echo បន្ថែមបាននៅលើ microphone វិញអូខេហើយកាន់តែពិសេសគឺសម្រាប់បងប្អូនដែលចង់បាន speaker សម្រាប់ដាក់បែបប្រជុំបាទនិយាយដោយសិក្ខាសាលានៅក្នុងបន្ទប់ឬមួយក៏ងាយចល័តដាក់ទៅខាងក្រៅបាទគឺត្រូវតែម្ដងបាទសម្រាប់ Eon 208P នេះហើយបញ្ជាក់បងប្អូនបន្ថែមផងដែរបាទសម្រាប់ Eon 208P នេះគឺអត់ប្រើថ្មទេគឺប្រើភ្លើងdirectតែម្ដងបាទអូខេសម្រាប់តម្លៃរបស់វាបច្ចុប្បន្នគឺ$799បងប្អូន